នៅម៉ោងប្រមាណ5ទៀបភ្លឺថ្ងៃទី7ខែកុម្ភៈឆ្នាំ2026យោធាថៃប្រដាប់ដោយអាវុធបានបន្តសកម្មភាពដឹកទូកកុងតឺន័រមកដាក់បន្ថែមពីលើបន្លាលួសហុំពួតនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់សកម្មភាពនេះបាននឹងកំពុងធ្វើឲ្យស្ថានភាពនៅតំបន់នេះមានភាពតានតឹងប៉ុន្តែកងកម្លាំងកម្ពុជានៅបន្តអត់ធ្មត់ខ្ពស់ដោយប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់បំផុតរហូតដល់ម៉ោងប្រមាណ10ព្រឹកនេះសកម្មភាពដឹកទូកកុងតឺន័រនេះនៅតែបន្តជាបន្តបន្ទាប់អមដោយយោធាមានអាវុធការពារនៅជុំវិញការដាក់ទូកទាំងនេះបានពួតយកលំនៅឋាននិងទីតាំងអាជីវកម្មមួយចំនួនដោយមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកន្លងមកនៅតំបន់ថ្មដាកម្លាំងយោធាថៃបានបង្កើនខ្សែការពារនិងរារាំងការចេញចូលតំបន់ជុំវិញបង្កើនភាពតានតឹងនៅស្ថានភាពសកម្មភាពនេះត្រូវបានចាត់ទុកថាជាការបង្ហាញភាពមិនស្មោះត្រង់ក្នុងការអនុវត្តបទឈប់បាញ់ដោយបានព្រមព្រៀងកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ការដាក់ទូកបន្ថែមនេះត្រូវបានមើលឃើញថាជាការបំពានលើបទឈប់បាញ់និងរំលោភដែនអធិបតេយ្យភាពកម្ពុជាគណៈភាគីកម្ពុជាបន្តរក្សាការអត់ធ្មត់កម្រិតខ្ពស់និងបន្តស្វែងរកដំណោះស្រាយដោយសន្តិភាពដោយមិនមានការឆ្លើយតបដោយកម្លាំងជួបគ្នាវីដេអូក្រោយអរគុណហេងៗទាំងអស់គ្នា